Rồi lấy dương chập đa mê riêng dương chỉបន្តទៀតចូលទៅក្នុង Microsoft Word យើងជ្រើសរើស page new page មួយមកអញ្ចឹងនៅពេលដែលមេរៀនដែលយើងបន្តទៀតគឺចូលទៅដល់ reference លើ menu bar table of content គឺការបង្កើតនៅ content នេះគឺប្រែមកថាអារម្យកថាសំទោសមិនមែនអារម្យកថាទេ content គឺមានន័យថាជាផ្នែកមួយដែលយើងស្វែងរកនៅទំព័រនេះដែលបង្កើត content នេះមកគឺវាឲ្យយើងថានេះដាក់ថា no table of content entry found មានន័យថាមិនបានរកឃើញនៅ content ហ្នឹងទេត្រឹមត្រូវដោយសារតែយើងអត់ទាន់បានសរសេរអីសោះជាការពិតគឺយើងសរសេរសិនសរសេរនៅអត្ថបទនឹងជាច្រើនសិនឯ content នេះយើងបង្កើតតាមក្រោយនៅពេលដែលយើងបង្កើត content មួយមកគឺមានន័យថាយើង select នៅលើចំណុចដែលជាគេហៅថាចំណុចខ្លឹមសារឧទាហរណ៍ថាការសិក្សាពីកុំព្យូទ័រវាមានទី1របៀបប្រើប្រាស់កុំព្យូទ័រទី2របៀបចូលក្នុងកម្មវិធីអីចឹងមកអាហ្នឹងបានយើង select លើចំណុចហ្នឹងទៅយើងបង្កើត content នេះទៅវាឲ្យadd text មានថាបន្ថែមទៅលើអត្ថបទនេះupdate table មានន័យថាយើងចង់ update table មានន័យថាយើងអត់ទាន់បានបង្កើត table ហ្នឹងឡើយអានេះ footnote ការបង្កើត footnote គឺខ្ញុំចង់បង្ហាញដល់នេះជាចំណុចសំខាន់ឧទាហរណ៍ថាវាជាអត្ថបទដែលយើងសរសេរចឹងមកហើយយើងខណ្ឌចឹងយើងចង់ប្រាប់ថាខ្លឹមសារខាងលើប្រមាណខាងលើហ្នឹងរហូតមកដល់ប៉ុណ្ណឹងគឺវាមានអត្ថន័យយ៉ាងម៉េចយើងបង្កើត footnote មួយដោយ footnote ហ្នឹងគឺវានៅខាងក្រោមនេះយើងសរសេរថារបៀបសិក្សាកុំព្យូទ័រអីជាដើមចឹងមកចឹងមកគឺ footnote ហ្នឹងវាបង្ហាញចឹងឯងនេះគឺការបង្កើត footnote ហើយការសរសេរបន្តទៀតមកបើមាន footnote ទៀតយើងចង់បញ្ជាក់ទៀតសរសេរចឹងទៀតមកអូខេនេះគឺវាដូចនេះ